ដោយការគ្រោងទុកនាវាកងទ័ពជើងទឹកប្រទេសអូស្ត្រាលីមួយគ្រឿងនិងនាវាកងទ័ពជើងទឹកប្រទេសចិនចំនួន2គ្រឿងបានចូលចាប់ជាបន្តបន្ទាប់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាព្រឹកថ្ងៃទី10ខែតុលាឆ្នាំ2025ដូចគ្នាដើម្បីបំពេញទស្សនកិច្ចការងារនៅកម្ពុជាក្នុងនោះកងទ័ពនាវាជើងទឹកប្រទេសចិននឹងចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល5ថ្ងៃចាប់ពីថ្ងៃទី10ដល់ថ្ងៃទី14ខែតុលាឆ្នាំ2025ចំណែកនាវាកងទ័ពជើងទឹកប្រទេសអូស្ត្រាលីនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល4ថ្ងៃចាប់ពីថ្ងៃទី10ដល់ថ្ងៃទី13ខែតុលាឆ្នាំ2025មន្ត្រីកងទ័ពជើងទឹកកម្ពុជាបានដឹងថានាវាកងទ័ពជើងទឹកអូស្ត្រាលីមួយគ្រឿងនាវា HMAS Ballarat FFH 155ដឹកនាំដោយវីរៈសេណាទ័រ Diem Yuran មេបញ្ជាការនាវាចំណែកនាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន2គ្រឿងមានឈ្មោះថាទី1គឺនាវា Chi Chiguang Plan 83ទី2នាវា Yi Mengsan Plan 988ដែលដឹកនាំដោយលោកវីរៈសេនាឯកពិសេសស៊ូជាងហ្គូនាយករងសាលាកងទ័ពជើងទឹកដាលៀនប្លានិងជាមេបញ្ជាការនាវាវឹកវើន Flotilla ការចុះចាត់របស់នាវាកងទ័ពជើងទឹកអូស្ត្រាលីនិងចិននៅកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អបង្កើនទំនាក់ទំនងនិងរឹតចំណងមិត្តភាពសាមគ្គីភាពឲ្យកាន់តែល្អឡើងទ្វេដងរវាងប្រទេសទាំងពីរគឺកម្ពុជាអូស្ត្រាលីនិងកម្ពុជាចិនក្នុងនាមកងទ័ពជើងទឹកកម្ពុជាលោកឧត្តមនាវាត្រីអិនសុខេមរានាយសេនាធិការរងមូលដ្ឋានសមុទ្ររៀមព្រមទាំងនាវីជាច្រើនរូបអញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹកប្រទេសទាំងពីរពេលចូលចតដល់កំពង់ផែបើតាមមន្ត្រីកងទ័ពជើងទឹកកម្ពុជាដដែលបានដឹងបន្ថែមទៀតថាពេលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុគណៈប្រតិភូនាវាកងទ័ពជើងទឹកប្រទេសចិននិងគណៈប្រតិភូនាវាកងទ័ពជើងទឹកប្រទេសអូស្ត្រាលីនឹងមានគម្រោងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយនឹងថ្នាក់ដឹកនាំក្រសួងការពិជាតិជួបជាមួយនឹងមេបញ្ជាការកងទ័ពជើងទឹកកម្ពុជាជួបជាមួយនឹងមេបញ្ជាការមូលដ្ឋានសមុទ្ររៀមនិងមានជំនួបជាមួយនឹងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុផងដែរក្រៅពីនេះនាយទាហាននិងកងនាវិកកងទ័ពជើងទឹកប្រទេសចិននិងអូស្ត្រាលីក៏មានគម្រោងចូលរួមសកម្មភាពវប្បធម៌កីឡានិងទស្សនាប្រទេសកម្ពុជាដែលរួមមានទីក្រុងព្រះសីហនុនិងរាជធានីភ្នំពេញជាដើម